នៅក្នុងសម័យសង្គ្រាមនិងសម័យប្រើកម្លាំងកាប់សម្លាប់បង្ហូរឈាមអ្នកដែលឈ្នះគឺត្រូវបានគេហៅថាស្ដេចដោយពុំគិតពីតម្លៃសិលធម៌ឬក៏អសិលធម៌ឡើយទោះបីជាត្រូវប្រើរបៀបស្មោកគ្រោកប៉ុណ្ណាក៏ដោយសំខាន់ឲ្យតែឈ្នះលើសត្រូវមនុស្សម្នាក់ពុំមែនថ្លៃនឹងជីវិតទេតែថ្លៃត្រង់មនុស្សម្នាក់នោះមានមនសិការឧត្តមគតិនិងភាពថ្លៃថ្នូរឬអត់តាមទស្សនវិជ្ជាពុទ្ធសាសនាបានបង្រៀនថាមនុស្សម្នាក់មិនអាចគេចផុតពីសេចក្តីស្លាប់បានឡើយពីព្រោះជីវិតមនុស្សក្នុងលោកតែងតែប្រែប្រួលមិនទៀងទាត់ឬសង្ខារមិនទៀងឡើយបើនិយាយពីការធ្វើសង្គ្រាមគឺយុទ្ធសាស្ត្រពិតជាមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់កម្ចាត់សត្រូវហើយក្នុងនោះក៏មានយុទ្ធសាស្ត្រក្នុងការប្រើទ័ពយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទ័ពយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសត្រូវយុទ្ធសាស្ត្រក្នុងការវាយលុកសត្រូវយុទ្ធសាស្ត្រក្នុងការការពារនិងយុទ្ធសាស្ត្របំបែកបំបាក់សាមគ្គីផ្ទៃក្នុងផងដែរយុទ្ធសាស្ត្រដែលសំខាន់ជាងគេគឺយុទ្ធសាស្ត្រដែលមិនមែនហៅថាយុទ្ធសាស្ត្រពុំមានទ្រង់ទ្រាយជាយុទ្ធសាស្ត្រមែនទែនទៅយុទ្ធសាស្ត្រប្រែប្រួលទៅតាមស្ថានភាពតាមពេលវេលាដែលប្រៀបដូចជាទឹកប្រែប្រួលទៅតាមវត្ថុដែលផ្ទុកវាដាក់ក្នុងដបទឹកគឺមានរូបរាងជាដបដាក់ក្នុងកែវទឹកមានរូបរាងជាកែវដាក់ក្នុងពាងទឹកមានរូបរាងជាពាងបើនិយាយពីអ្នកប្រើយុទ្ធសាស្ត្រដែលពូកែក្នុងរឿងនគរទាំង3គឺមានដូចជាជូគីលៀងសឺម៉ាអ៊ីផាន់ថុងនិងមានច្រើនទៀតតួអង្គទាំងនេះចេះដូចមិនចេះត្រូវដូចមិនត្រូវបើធៀបមកកាន់សង្គមបច្ចុប្បន្ននេះអត្ថបទនេះដកស្រង់ចេញពីសៀវភៅទស្សនៈផ្ដាច់ផ្លូវក្រោយទំព័រទី50ដល់51